ដោយសារតែខ្ញុំផុស trend ម្សិលមិញម្នាក់ចូលខមមិនអត់នឹកស្មានគ្រប់គ្នានិយាយពីថាម្នាក់ចូលខមមិនស្ដាយណាស់ចាយឲ្យប្រងព្រាហើយគ្នាយើងខ្លះចូលខមមិនស្ដាយណាស់ដឹងតែបងមន្ត្រីកាត់សក់ដើម្បីអីទេនោះហើយណាគេខ្លះដូចអែម៉ាមើលវីដេអូហ្នឹងឲ្យបុកពួកនឹកស្មានថាជាការពិតហើយគាត់តែ AI មែនកូនអ្នកណាដឹងណាបងមន្ត្រីនិយាយមិនគឺអញ្ចឹងហើយមែនណាមែនអ្នកលេងទេចាឡើយចង់ដឹងថាពិតមិនពិតមើលវីដេអូនេះឲ្យដល់ចប់ដឹងហើយទៅកុំភ្លេចភ្នែកឲ្យសោះហើយម្សិលមិញបងដាក់ឲ្យធីមយើងទីថាបងកាត់សក់ហ្នឹងចំនួនប្រហែលចាអាពីថាម្នាក់ខមមិន2ចាអាម3ចាអាមអ្នកខ្លះ2ចាអាមកន្លះចាក់ស្ដែងមុនកាត់ហ្នឹងវាចង់ដល់ជង្គង់បាត់ហើយវាវែងខ្លាំងមែនតើឥឡូវមកមើលខ្លួនឯងថាបងកាត់ប៉ុន្មានចាអាមចានេះគឺជាវីដេអូចម្លើយសម្រាប់អ្នកដែលចូលរួមឆ្លើយម្សិលមិញចាគឺថាបងមកតៃកាត់ចំនួន2ចាអាមកូនតោះធីមយើងអ្នកឆ្លើយត្រូវបងនឹងដាក់ឈ្មោះក្នុងខមមិនវីដេអូហ្នឹងតាមសន្យាបងមកតៃជូនសាប៊ូកាត់សក់មកតៃមកឈុតប្រើ free អូយបងប្អូនឲ្យសក់បងមកតៃដុសលឿនខ្លាំងហ្មងសំខាន់វែងលឿនឲ្យក្រាស់ពីគល់សក់ដល់ចុងសក់ឲ្យមានទម្ងន់រស់ខ្លាំងហ្មងសំខាន់សក់នេះទៅតម្លាក់ខ្មៅមួយខែមុនទេហើយថ្ងៃនេះគឺសម្រាប់ចិត្តថាកាត់សក់នេះគឺមិនមែនជារឿងលេងទេគឺជាការគិតនឹងសម្រាប់ចិត្តមួយដ៏ច្បាស់លាស់មែនតើហ្មងដោយធីមយើងធ្លាប់តែតាមដានបងមកតៃរហូតដឹងហើយថាបងកាត់សក់គឺដើម្បីអីដោយសារតែបងឃើញក្រសួងយើងគាត់ផុសថា45នាទីគឺមានអ្នកស្លាប់ដោយសារតែជំងឺមហារីកហ្នឹងម្នាក់បើគិតទៅតួរលេខនេះខ្ពស់អត់ធម្មតាទេដល់អញ្ចឹងបងមកតៃសម្រាប់ចិត្តថានឹងកាត់សក់ដើម្បីបរិច្ចាគលើកទឹកចិត្តទៅដល់បងប្អូនដែលគាត់កំពុងតែមានជំងឺមហារីកនៅក្នុងប្រទេសយើងពេលបងផុសណាម្នាក់គិតថាបងនិយាយលេងអញ្ចឹងតែបើថាអ្នកធ្លាប់តាមដានបងមកតៃគឺដឹងចរិតបងហើយគឺបងមួយប៉ុន្តែបងសុំរៀងច្បាស់លាស់និយាយប៉ិតគឺធ្វើប៉ិតមកអត់លេងលំទេដល់ថ្នាក់ប្តីខ្ញុំគាត់ស្រឡាញ់សក់ប្រពន្ធណាគាត់ដែរឲ្យប្រពន្ធកាត់សក់ឯណាតែដល់ឮថាប្រពន្ធកាត់សក់ដើម្បីធ្វើអំពើល្អគឺគាត់ជូនមកអាសំខាន់ពេលមកដល់កន្លែងជាងកាត់សក់ជាងសួរថាធ្វើអីមកតៃថ្ងៃហ្នឹងពេលមកតៃនិយាយថាចង់កាត់សក់ឲ្យលាបពណ៌សក់ជាងឆ្លើយតបឡើងផ្្លាត់សលេងហ្មងគាត់ជឿថាខ្ញុំកាត់សក់ទេដល់តែមែនតែនទៅគាត់សួរថាសម្រាប់ចិត្តច្បាស់ហើយមែនអាយើងសម្រាប់ចិត្តច្បាស់ហើយហ្នឹងគាត់ខ្វាត់ទៀតជាង2 3នាក់ខ្វាត់អត់ឲ្យកាត់ទេថាមិនបាច់កាត់ទេដឹងហើយសក់ស្អាតខ្លាំងគាត់ឡើងថាគាត់នៅកន្លែងសក់ឡើងមកយោណាគាត់អាចឃើញសក់ធម្មជាតិអ្នកណាវែងហើយក្រាស់ស្អាតឡើងដល់ថ្នាក់ហ្នឹងទេមិនងាយមានណាសក់វែងហើយក្រាស់ពីគល់សក់ដល់ចុងសក់ខ្ញុំឡើងថាអូមិនបាច់បញ្ចូលសលេងយ៉ាងណាក៏ត្រូវតែកាត់ដែរព្រោះដោយសារសក់ខ្ញុំនេះវាដុសលឿនខ្លាំងហើយម៉ត់ចត់ណាបងប្អូនខ្ញុំវាស់រហូតដល់2ចាអាមគត់ហ្មងបងជាងសក់ហ្នឹងគាត់ថាជាសក់មកតៃឃើញតាម social media ឃើញផុសមកឃើញថាក្រាស់ហើយតែដល់ចាប់កាន់នៅក្រៅគាត់ថាឡើងណែនដៃហ្មងក្រាស់ឲ្យខ្មុកហើយសរសៃសក់ឡើងរស់ទូបីតម្លាក់ពណ៌ឡើងពណ៌មិនក្តៅខ្លះពេលគេថតគេថែមសក់ថែមអីឲ្យឃើញក្រាស់តែខ្ញុំទូបីជាថតឬធម្មតាខ្ញុំមិនដែរចេះថែមសក់ទេមានតែគេចាប់កាន់សក់ខ្ញុំនឹងក្រៅគេលាន់មាត់ដូចជាងសក់អញ្ចឹងតែចាប់កាន់សក់ខ្ញុំមិនដឹងលាន់មាត់ថារបស់ពិតហ្មងតែរងថ្ងៃនេះយើងកក់សក់ក៏ខ្លួនឯងយើងធ្វើអីក៏ខ្លួនឯងយើងអត់ចាប់អារម្មណ៍ថាសក់យើងក្រាស់ខ្លាំងណាស់ហ្នឹងទេចេញទៅក្រៅកំភែមួយសក់គេថាសក់ខ្ញុំមិនជាហៀងស្មើសក់គេ3 4ដងតែមើលរូបខ្លួនឯងចាស់មិនដឹងថាសក់ខ្ញុំវែងកាលមុនប៉ុន្តែអត់ក្រាស់អញ្ចឹងទេរឿងសាប៊ូកក់សក់មកតៃខ្ញុំនិយាយហើយនិយាយទៀតកាន់តែប្រើសក់យើងវែងសក់យើងក្រាស់ដឹងខ្លួនប្រហើយសំខាន់អារឹសសក់តសៃសក់ហ្នឹងវាល្អខ្លាំងគេថាកាត់សក់ទៅស្រាលក្បាលមែនអត់មកតៃកាត់សក់ឲ្យសក់កាន់តែធ្ងន់បើថាខ្ញុំនៅក្មេងហាត់តន់មានកូនខ្ញុំអត់និយាយទាំងអស់គ្នាតែនេះបងមកតៃអាយុច្រើនកូនច្រើនប៉ុន្តែសុខភាពសក់គឺថាប៉ុណ្ណឹងមួយគេ18 20បានដឹងស្រាប់ហើយស្រីយើងអាយុច្រើនកូនច្រើនគឺសក់កាន់តែស្ដាងកាន់តែតពេកហើយមនុស្សយើងមិនថាប្រុសមិនថាស្រីណាតែសក់ស្ដាងសក់ឆក់សក់តពេកហើយហ្នឹងដោយសញ្ញាភាពចាស់អញ្ចឹងមើលទៅចាស់ជាងវ័យហ្មងអានេះខ្ញុំចង់ថតទុកជាអនុស្សាវរីយ៍អញ្ចឹងណាទាំងអស់គ្នាដោយសារតែខ្ញុំថែសក់ខ្លួនឯងហើយក៏មានឱកាសក្នុងការកាន់កត្រៃកាត់សក់ខ្លួនឯងទៀតហើយពេលដែលខ្ញុំកាត់សក់ហើយទាំងអស់គ្នាគេថាអញ្ចឹងសក់ដែលធ្លាប់លេងពណ៌ហើយតម្លាក់ខ្មៅគឺគេអត់យកទេអត់ដឹងថាមិនបានអញ្ចឹងអ្នកណាដឹងប្រាប់បងផងដែរបងអូនមើលសក់ខ្ញុំកាត់ហើយមានគៀបទេណាពីខ្ញុំណែនាំឲ្យកក់សាប៊ូកក់សក់មកតៃកក់រងថ្ងៃកាន់តែកក់គឺសក់កាន់តែដុសកាន់តែបាត់ជ្រុះហើយក៏ណែនាំឲ្យទាំងអស់គ្នាប្រើជាឈុត3មុខ3 step ចឹងដែរគឺបកកាយខ្លាំងហ្មងពេលដែលយើងកក់អប់ហើយយើងកុំភ្លេច step ចុងក្រោយនេះបាញ់មួយថ្ងៃ2ដងទឹកថ្នាំបដោះសក់មកតៃ5តុននេះអានេះជំនាញខ្លាំងបដោះកូនសក់យើងឡើងវិញរាប់ពាន់រាប់ម៉ឺនសរសៃជួយឲ្យសក់យើងដុសក្រាស់ញុកពេញក្បាលហ្មងអានេះជារូបសក់ខ្ញុំដែលតម្លាក់ពណ៌មួយខែមុនណាទាំងអស់គ្នាតម្លាក់ខ្មៅវែងក្រាស់ដល់ថ្នាក់ហ្នឹងឯងប៉ុន្តែមានស្ដើងចុងសក់និយាយថាសុខភាពសរសៃសក់គឺថាល្អពេញបឹបហ្មងពីខ្ញុំទៅខ្ញុំស្រឡាញ់ឈុតសាប៊ូកក់សក់មកតៃត្រង់ថាវាជំនាញខ្លាំងហ្មងទៅលើការកាត់បន្ថយសក់ជ្រុះហ្នឹងជ្រុះសក់ឡើងស្ដើងឡើងឆក់ឡើងតពេកអីជាពិសេសសក់អ្នកខូចឆេះសំពងដាច់បែកចុងមានបញ្ហាអង្គែប្រេងលាបសិតស្បែកក្បាលអីបកែណាសរសៃសក់ស្បែកក្បាលឬសក់ខ្សោយអីហ្នឹងគឺប្រើមកឈុតហ្នឹងទៅល្អខ្លាំងហើយមូលហេតុដែលខ្ញុំចូលចិត្តកក់សាប៊ូកក់សក់មកតៃរងថ្ងៃដោយសារតែកក់ឲ្យស្រឡះក្បាលមានអារម្មណ៍ថាអត់សូវ stress យើងរងថ្ងៃយើងធ្វើការយើងគិតច្រើនផងអានេះខ្ញុំនិយាយត្រង់ពីអារម្មណ៍ដែលខ្ញុំទទួលបានពេលកក់ហើយខ្ញុំក៏ហ៊ានធានាដែរសម្រាប់អ្នកដែលរស់សាប៊ូខ្លាំងប្រើសាប៊ូអីក៏អត់ត្រូវនៅតែជ្រុះឲ្យសក់អត់ដុសយឺតអីសាកសាប៊ូច្រើនហើយអត់ពេញចិត្តអីចាអាចសាកប្រើឈុតសាប៊ូកក់សក់មកតៃកក់ទៅលើកដំបូងខ្ញុំធានាថាដឹងតែជាប់ចិត្តញៀនមកដោយសារអីម្ចាស់ brand នេះគឺថាកំពូលអ្នករស់សាប៊ូកក់សក់ឯងចម្រាញ់តេស្តប្រើនឹង3ឆ្នាំជាងតំណចេញលក់បន្ទាប់ពីកាត់តម្រឹមហើយទាំងអស់គ្នាចូលរួមទាយទាំងអស់គ្នាទៀតណាសារនេះបងមកតៃជូនសាប៊ូកក់សក់មកតៃនឹងចំនួន3ឈុតតោះយកអ្នកទាយត្រូវដំបូងគេហ្មងវីដេអូមុនឲ្យតែមួយឈុតណាឥឡូវ3ឈុតត្រៀមតែថ្ងៃនេះបងមកតៃកាត់សក់ហើយនឹងផលិតពណ៌សក់ពណ៌អីមនុស្សបងមកតៃគឺជាមនុស្សច្បាស់លាស់អញ្ចឹងទៅកន្លែងណាក៏រកតែអ្នកច្បាស់លាស់ដូចគ្នានៅកន្លែងគាត់នេះមុននឹងលាបពណ៌សក់ផលិតពណ៌សក់ឲ្យយើងគឺគាត់តេស្តសុខភាពសក់យើងសាបន្ទាប់មកគឺបងមកតៃដល់វគ្គគេហៅថាលាងសក់ចេញសិនដើម្បីយើងផលិតពណ៌វាឡើងដូចអ្វីដែលយើងចង់បានចូលកាត់សក់តម្រុំសក់ឲ្យលេងឈុតធំម្ដងមើលអស់ម៉ាំថ្មី2026នេះបងមកតៃសុំរៀងកាចតិចហើយគូខ្ញុំនេះគឺថាគូដូចឆាខ្វៃហ្មងយមន័យគាត់ថាឲ្យតែប្រពន្ធសុបាយចិត្តប្រពន្ធស្អាតមិនក៏បានដែរ